สถานភាពកាន់តែអាក្រក់ហើយប្រទេសថៃបានបញ្ជូនទាហានឈុតខ្មៅទៅភ្នំមរណៈដើម្បីប្រមាញ់មេក្រុមផ្ដាច់ខ្លួននៅភូមិខាងត្បូងស្ថានភាពភូមិខាងត្បូងថៃបានឈានដល់កម្រិតតានតឹងបំផុតហើយក្រោយការវាយប្រហារនៅខេត្តណារ៉ាធីវ៉ាន់ផ្ដាច់ជីវិតទាហានថៃ4នាក់ដោយពេលនេះថៃបានបញ្ជូនក្រុមទាហានឈុតខ្មៅទៅឡើងនិងឡោមព័ទ្ធភ្នំម៉ូអ៊ីតាដែលគេស្គាល់ថាជាភ្នំមរណៈជាប់ព្រំប្រទល់ខេត្តចំនួន3ដូចជាយ៉ាឡាផាតានីនិងណារ៉ាធីវ៉ាន់ដើម្បីចាប់មេក្រុមផ្ដាច់ខ្លួន4នាក់ដែលនៅពីក្រោយអំពើហិង្សាដ៏សាហាវនោះតាមការផ្សាយរបស់ Amerin TV កាលពីថ្ងៃអាទិត្យទី26ខែកក្កដាឆ្នាំ2026មេបញ្ជាការភូមិភាគ4 Nora Thim Phonong ជឿថាមេក្រុមផ្ដាច់ខ្លួនបានប្រើភ្នំនេះជាទីបញ្ជាការនិងលាក់ខ្លួនហើយក្នុងនោះទៀតសោតគេជឿថាមានសមាជិកចន្លោះពី28ទៅ30នាក់ដែលចែកចេញជា6ទៅ7ក្រុមក្នុងប្រតិបត្តិការនេះយោធាថៃត្រូវចែកជា2ក្រុមធំដែលមួយជាក្រុមឡើងភ្នំដើម្បីរកទីតាំងនិងក្រុមមួយទៀតនៅខាងក្រោមដែលត្រៀមខ្លួន24ម៉ោងលើ24ម៉ោងល្បាតតាមភូមិជាប់ជើងភ្នំដើម្បីស្ទាក់ចាប់យ៉ាងណាមិនមែនជារឿងងាយឡើយព្រោះក្រុមសកម្មយុទ្ធទាំងនោះសិតសឹងជាទ័ពព្រៃដែលមានជំនាញស្គាល់ទីតាំងភូមិសាស្ត្រយ៉ាងច្បាស់ហើយការបញ្ជូនទាហានឈុតខ្មៅចូលទៅប្រមាញ់ពួកគេគឺប្រឈមនឹងហានិភ័យខ្ពស់ដែលប្រៀបបាននឹងការដើរចូលអន្ទាក់មរណៈអញ្ចឹងដែរមានការគិតទុកជាមុនថាប្រសិនបើភាគីទាំងសងខាងប៉ះគ្នាមែននោះការប្រយុទ្ធទ្រង់ទ្រាយធំនឹងផ្ទុះឡើងដោយសារក្រុមផ្ដាច់ខ្លួនក៏មានអាវុធនិងគ្រាប់បែកពេញដៃហើយអាវុធទាំងនោះទៀតសោតមានមួយចំនួនដែលពួកគេវាយកមកបានពីកងកម្លាំងថៃតែម្ដងគួរជម្រាបផងដែរថាកាលពីថ្ងៃពុធក្រុមផ្ដាច់ខ្លួនបានបើកការបាញ់រះនិងគប់គ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខប៊ូកែនសាមីនក្នុងស្រុករ៉េងហ្គានៃខេត្តណារ៉ាធីវ៉ាន់បណ្ដាលឲ្យទាហានថៃ5នាក់ស្លាប់ភ្លាមចំណែកជនស៊ីវិល5នាក់ទៀតត្រូវរបួសក្នុងនោះមានទាំងកុមារអាយុចន្លោះពី10ទៅ15ឆ្នាំទៀតផងដោយសារស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែនហើយនោះថៃក៏ប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅខេត្តនេះដើម្បីចាត់វិធានការតទល់ក្រោមច្បាប់នេះទាហានថៃក៏មានសិទ្ធិប្រើអាវុធភ្លាមបានតាមចិត្តផងដែរបើមើលទៅខ្លួនស្ថិតក្នុងស្ថានភាពមិនស្រួលនិងរងការគំរាមកំហែងពីអ្នកដទៃកងទ័ពនិងបង្កើនប៉ុស្តិ៍សន្តិសុខនៅតាមទីតាំងនានាហើយមានសិទ្ធិបញ្ឈប់រាល់យានយន្តដែលមើលទៅដូចជាមានហានិភ័យនិងសង្ស័យហើយអាចខត់ខ្លួនមនុស្សបានភ្លាមមិនត្រឹមប៉ុណ្ណោះពលរដ្ឋត្រូវបានហាមដាច់ខាតមិនឲ្យចាកចេញពីផ្ទះឡើយចន្លោះពីម៉ោង9ដល់ម៉ោង5ព្រឹកប៉ុន្តែក្នុងករណីបន្ទាន់ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានឬមន្ត្រីយោធា